តំណាញ់មេឃនេះទៅបច្ចុប្បន្នទេយើងលើកក្រោយនេះវានឹងខ្លាំងជាទីបំផុតវ័យរហូតដល់រំលាយនៅក្នុងទីសម្បែងទីក្រុងតាខ្មៅដែលមានប្រព័ន្ធលាក់នេះយើងប្រាប់ត្រង់ឲ្យបានដឹងថាដើម្បីនិយាយជាមួយខ្មែរនឹងខ្មែរទៅសង្គ្រាមនេះចប់លើកលែងតែអ្នកមានសមត្ថភាពទៅនិយាយមួយក្រុម300គឺយើងដាំចារីមិនមែនពួកសំរងស៊ីមិនសំទោសចុះអានឹងរឿងពិតហើយទៅនិយាយជាមួយថៃកូនគេស្អប់ក្ពើមគ្រួសារហ៊ុនជាពិសេសគេស្អប់ក្ពើមហ៊ុនសែនគេស្អប់ក្ពើមខ្លាំងជាទីបំផុតត្រូវទៅហ៊ានទទួលស្គាល់ទី1អ្នកអាយបានលួចប្លន់អន្តរជាតិគេហៅជាប្រព័ន្ធការពារចោពិ